បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះចង់បង្ហាញពី lab diagram មួយដែលខ្ញុំនឹងធ្វើវីដេអូមេរៀននៅវីដេអូបន្ទាប់គឺ lab នេះដែរគឺខ្ញុំ design បែបតាមរយៈកម្មវិធី GNS3 ហើយយើងធ្វើបែបមានហៅថា connect ពី brand មួយទៅ head office ហើយក្នុងនេះគឺមានលក្ខណៈដូចជាយើងត្រូវប្រើលក្ខណៈ configuration ទាក់ទងនឹង basic configuration password ឬក៏ SA នៅក្នុង switch ហើយនិង router ជាដើមហើយមួយទៀតគឺយើងចូលទៅ config តាក់ទងជាមួយនឹង IP sub interface ឬក៏ IP interface នៅក្នុង router ឬក៏នៅក្នុង switch layer 3ហើយនឹងធ្វើ routing ជាដើមនិងក៏មានធ្វើ NAT ជាដើមហើយតាក់ទងជាមួយនឹងការ config switch គឺយើងមានធ្វើតាក់ទងជាមួយនឹងVLAN តាក់ទងជាមួយនឹង trunk port access port ហើយក៏យើងបើកនឹងការ allow VLAN ជាដើមហើយនឹងមានតាក់ទងជាមួយនឹង support security ហើយមួយទៀតក៏យើងបានបន្ថែមខ្ញុំបានផ្សេងក្នុងនេះចូលគឺយើងបានបន្ថែមតាក់ទងជាមួយនឹងSTP តាក់ទង Span Tree Protocol គឺយើងធ្វើនៅក្នុង lab នេះដូចគ្នាហើយអ្វីដែលសំខាន់គឺពីរចំណុចចុងក្រោយគឺយើងធ្វើតាក់ទងជាមួយនឹង VPN side to side តាមរយៈ IP6 protocol ហើយនឹងមួយទៀតគឺ VPN remote access តាមរយៈ VPN PPTP អញ្ចឹងតាក់ទងនឹង diagram នេះខ្ញុំបាន design រួចរាល់ហើយអញ្ចឹងនៅវីដេអូបន្ទាប់ខ្ញុំនឹងចូលទៅតាក់ទងនឹង configuration តែម្ដងបាទសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់